អំបៅខ្ជិលនិងស្រមោចឧស្សាហ៍ថ្ងៃមួយមានស្រមោចមួយក្បាលកំពុងព្យាយាមយកនំប៉័ងមួយដុំចូលទៅក្នុងរន្ធឈើរបស់វាយ៉ាងលំបាកមេអំបៅដែលទុំនៅលើស្លឹកឈើសម្លឹងមើលទៅស្រមោចអូតើនោះគឺជាអ្វីទៅណមេអំបៅមានការងឿងឆ្ងល់ជាខ្លាំងនៅអ្វីដែលស្រមោចកំពុងធ្វើដែលទ្រាំនឹងចងល់មិនបានមេអំបៅក៏ស្រែកសួរស្រមោចស្រមោចអាតើឯងកំពុងធ្វើអីតោះលេងជាមួយខ្ញុំសួស្តីមេអំបៅខ្ញុំក៏ចង់លេងជាមួយឯងដែរប៉ុន្តែឥឡូវនេះខ្ញុំមិនអាចលេងបានទេរដូវវស្សានឹងមកដល់ក្នុងពេលឆាប់នេះហើយមុនរដូវវស្សាមកដល់ខ្ញុំត្រូវប្រមូលអាហារទុកឲ្យបានច្រើនស្រមោចបានឆ្លើយទៅមេអំបៅទាំងដង្ហក់ណែស្រមោចនៅទីនេះមានអាហារច្រើនស្រាប់ទៅហើយហេតុអ្វីបានជាឯងប្រឹងប្រែងធ្វើការយ៉ាងនេះទៀតមើលនោះណឯងមានឃើញមិត្តរបស់ខ្ញុំនៅឯវាស្មៅនោះទេមេអំបៅបានចង្ហុលបង្ហាញប្រាប់ថាមិត្តរបស់គេនៅឯវាស្មៅតើគាត់ជានរណាគាត់គឺជាកណ្ដូបគេជាមិត្តរបស់ខ្ញុំគាត់មិនព្រួយបារម្ភអំពីអ្វីនោះឡើយកណ្ដូបប្រាប់ថាគ្រប់កន្លែងមានអាហារជាច្រើនមិនចាំបាច់ធ្វើការអ្វីទេហើយកណ្ដូបក៏ច្រៀងពីរោះដែរគេតែងតែនាំធ្វើឲ្យខ្ញុំនឹងសប្បាយចិត្តមានកណ្ដូបក្បែរខ្លួនរឿងអីមិនល្អនឹងមិនកើតឡើងនោះដល់ខ្ញុំឡើយមេអំបៅនិយាយដោយមានមោទនភាពអូមែនឬស្រមោចនៅតែបន្តធ្វើការណែស្រមោចសាកគិតមើលដោយមិនបាច់ធ្វើអ្វីគ្រាន់តែច្រៀងខ្ញុំនៅតែមានអាហារទទួលទានមិនខ្វល់អ្វីឡើយតែមើលទៅឯងចុះចាប់ណាស់រស់នៅឲ្យសប្បាយខ្លះទៅមេអំបៅបានសើចចំអកឲ្យស្រមោចសម្ដីរបស់មេអំបៅធ្វើឲ្យស្រមោចអោនក្បាលចុះបើចង់ប្រមូលអាហារទុកឲ្យគ្រួសារសម្រាប់រដូវវស្សាត្រូវតែប្រឹងរកពីឥឡូវនេះទៅយើងក៏ចង់លេងដូចឯងដែរស្រមោចនិយាយទាំងអួរដើមកងាយហើយពីមួយថ្ងៃទៅមួយថ្ងៃស្រមោចនិងគ្រួសារប្រឹងប្រែងរកអាហារជាមួយគ្នាគ្មានឈប់សម្រាកឡើយមួយចំណែកពីរចំណែកបីចំណែកនំប៉័ងបានគោលនៅលើក្នុងផ្ទះរន្ធឈើ1 2 3 4ប្រមូលពីធុងមួយទៀតនឹងពេញហើយហត់ណាស់លោកអើយត្រូវប្រឹងបន្តិចទៀតបើខ្ញុំប្រឹងប្រែងបន្ថែមទៀតគ្រួសារយើងនឹងអស់គ្នានឹងអាចរស់នៅពោពេញទៅដោយសេចក្តីសុខស្រមោចនិយាយផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងផងដែរពីមួយថ្ងៃទៅមួយថ្ងៃមេអំបៅមិនខ្វល់នឹងពីអ្វីឡើយគិតតែសប្បាយប៉ុណ្ណោះឡាអរុនសួស្តីណាមេឃស្រឡះមេអំបៅច្រៀងចម្រៀងយ៉ាងសប្បាយអាកាសធាតុពិតជាល្អណាស់ថ្ងៃនេះរកទៅទទួលទានអាហារពេលព្រឹកសិនមេអំបៅបានជញ្ជក់យកទឹកលំអងយ៉ាងឆ្ងាញ់ពីផ្កាបន្ទាប់មកក៏បានជួបកណ្ដូបអរុនសួស្តីតើយើងគិតនាំគ្នាលេងអីណថ្ងៃហ្នឹងមេអំបៅនិងកណ្ដូបបានលេងពេញមួយថ្ងៃយ៉ាងសប្បាយមេអំបៅនិងកណ្ដូបដែលកំពុងលេងខ្វាត់ខ្វាយចុចដនបានប្រទះឃើញស្រមោចដែលកំពុងលីអីវ៉ាន់ដ៏ធ្ងន់ដើរឆ្លងកាត់ណាកណ្ដូបឯងមើលស្រមោចនោះមួយថ្ងៃខំធ្វើការមិនឈប់សូម្បីមួយថ្ងៃឡើយអាហារមិនចេះខ្វះផងនឹងមេអំបៅនិយាយដើមស្រមោចប្រាប់កណ្ដូបមែននឹងស្រមោចដូចឈួតអញ្ចឹងក៏តែធ្វើការកណ្ដូបបានឆ្លើយទាំងអស់សំណើចមួយអាទិត្យក្រោយមកមេឃចាប់ផ្ដើមភ្លៀងធ្លាក់ហើយភ្លៀងក៏ព្យុះបោកបក់គ្រប់ទិសទីដោយនាំមកទាំងទឹកជំនន់យ៉ាងធំគ្មានសត្វណាមួយអាចចេញក្រៅរកចំណីបាននោះទេតែផ្ទុយទៅវិញមានតែសត្វស្មោចប៉ុណ្ណោះដែលបានសម្រាកយ៉ាងសុខស្រួលជាមួយគ្រួសារនៅក្នុងផ្ទះរន្ធឈើដ៏មានសុវត្ថិភាពមានស្បៀងអាហារជាច្រើនដែលបានត្រៀមទុកនៅផ្ទះស្រមោចដូច្នេះវាមិនចាំបាច់ចេញទៅខាងក្រៅរកចំណីឡើយភ្លាមនោះខ្យល់បក់ធ្វើឲ្យរបបបង្អួចផ្ទះស្រមោចរៀបនឹងបិទបង្អួចផ្ទះទៅហើយតែទស្សនវិជ្ជានៅខាងក្រៅបង្អួចបានធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺមេអំបៅនិងកណ្ដូបកំពុងរត់ចុះឡើងទាំងមេឃកំពុងភ្លៀងណែមេអំបៅណែកណ្ដូបខ្យល់ខ្លាំងបែបនេះទៅណាហ្នឹងគ្រោះថ្នាក់ណាស់ប្រញាប់ទៅផ្ទះវិញទៅស្រមោចបានស្រែកប្រាប់ដោយសំឡេងលឺស្រមោចអើយពួកយើងឃ្លានណាស់ដូច្នេះកំពុងរកចំណីអាហារមេអំបៅបានឆ្លើយទៅញ័រខ្លួនកុំអីមេអំបៅទៅផ្ទះលឿនទៅវាមានគ្រោះថ្នាក់ណាស់
អូជួយផងមេអំបៅនឹងកណ្ដោបបានហើរក្រោមភ្លានដើម្បីស្វែងរកហារហើយទីបំផុតបានធាក់ចូលក្នុងទឹកមេអំបៅអើយកណ្ដោបអើយស្រមោចចង់ជួយមេអំបៅនឹងកណ្ដោបណាស់ប៉ុន្តែវាមិនអាចចេញទៅក្រៅរួចឡើយខាងក្រៅគ្រោះថ្នាក់ណាស់ដោយសារទឹកលិចគ្រប់ទិសទីបាក់ស្រីស្រែកឃ្លានពីក្បាលបានចាប់កណ្ដោបនឹងមេអំបៅដែលកំពុងអណ្ដែតទឹកស៊ីបាត់ទៅអូមេអំបៅអូកណ្ដោបអោមេអំបៅនឹងកណ្ដោបដល់កំសត់អើយស្រមោចវិញគ្មានអ្វីក្រៅពីអាណិតអាសូរឡើយដល់ពេលនោះស្រមោចបានចងចាំសម្ដីរបស់លោកតាដែលបានទូន្មានកាលពីក្មេងប្រសិនបើចៅមិនត្រៀមខ្លួនសម្រាប់ថ្ងៃទេនោះវានឹងគ្មានថ្ងៃស្អែកនោះទេដូច្នេះចូលចៅឧស្សាហ៍ព្យាយាមជានិច្ចណាស្រមោចបានត្រឹមព្រិចភ្នែកអ្នកទឋានសម្រាប់មេអំបៅនឹងកណ្ដោបតែប៉ុណ្ណោះប្រសិនបើអ្នកមិនរៀបចំសម្រាប់ថ្ងៃស្អែកនោះវានឹងមានថ្ងៃស្អែកទេជាញឹកញាប់យើងឮពីទៅនេះពីកុមារ